នៅក្នុងសង្គមលបែងអំណាចអ្នកដែលបើកបង្ហាញសម្លឹកបៀមុនគឺជាអ្នកដែលចាញ់ច្បាប់ខលទី3ក្នុងសៀវភៅនេះបានឲ្យដឹងថាកុំបង្ហាញឲ្យគេឃើញពីចេតនារបស់យើងកុំប្រាប់គេថាយើងចង់បានអ្វីតាំងពីដំបូងព្រោះភ្លាមបើពួកគេដឹងពួកគេនឹងរកវិធីដើម្បីរារាំងអ្នកត្រូវតែបង្កើតស្ថានភាពបំភាន់ភ្នែកអូសទាញឲ្យពួកគេជឿថាអ្នកកំពុងដើរទៅតាមផ្លូវនេះនៅអំឡុងពេលតែមួយអ្នកកំពុងតែបោះជំហានទៅផ្លូវមួយទៀតយ៉ាងស្ងាត់អត់កំបាំងរបស់មនុស្សឆ្លាតគឺនិយាយតិចនិងស្ដាប់ឲ្យច្រើនជាងមុនការលះបង់ចេតនាមិនមែនជាការកុហកទេតែវាគឺជាការមិនបើកបង្ហាញព័ត៌មានដែលមិនចាំបាច់នៅក្នុងโลกនៃអំណាចអ្នកដែលបើកចំហការតាំងចិត្តតែងតែខ្លាចជាជនរងគ្រោះរបស់អ្នកដែលមិនបង្ហាញនៅក្នុងសង្គមដែលពោពេញដោយល្បិចកលមួយនេះត្រូវតែលេងហ្គេមដោយភាពវៃឆ្លាតដឹងថាពេលណាគួរតែនិយាយពេលណាគួរតែស្ងាត់គ្មានអ្វីកាយសាហាវជាងមនុស្សនោះទេកុំឲ្យគេដឹងពីចំណុចខ្សោយយើងឲ្យសោះត្រូវចាំណាអាពួកហ្នឹងកាយសាហាវខ្លាំងណាស់គ្មានក្តីមេត្តាដល់ពួកយើងឡើយស៊ូទាំងអស់គ្នាតាមឲ្យតាន់ពួកវាណាគ្មានជនបទអភិវឌ្ឍខ្លួន